สุดได้บงปอนอคณีมาคณีได้มกเรียนบงปอนปีระเบียบคุปปีลิงก็ได้เจจดดมนอชอบโดยเจแอบแต่แกรมติ๊กต็อกมันđãขนมchannel YouTube ระบบบงปอนมาโอเคสำหรับบงปอนได้มันตอนดาวน์โหลดกรรมที่Studio ไว้ที่นี่อาจจะtừ Play Store ก็ดาวน์โหลดบ้านมาสำหรับខ្ញុំគឺดาวน์โหลดរួចហើយឥឡូវយើងចាប់ដើមចូលមកធ្វើមកបាទឥឡូវយើងចូលមកកម្មវិធីហ្នឹងមកបាទអូខេកម្មវិធីហ្នឹងណាអូខេចូលមកអូខេចូលមកដល់គឺយើងឃើញបែបនេះយើងចុចរូបនៅខាងលើនេះ profile របស់យើងនៅខាងលើស្នាមដៃណាហ្នឹងហើយយើងចុចលើវាមកអូខេបន្តមកទៀតគឺយើងចុចយករូបខ្មៅដៃនេះឬក៏បិចនេះនៅខាងលើនេះគឺនៅខាងស្នាមដៃណាហ្នឹងហើយបន្តមកយើងចុចលើវាមកអូខេបន្តមកវាចេញទម្រង់បែបនេះគឺយើងចុចយកកន្លែងដំណបញ្ចូលដំណនេះបាទហើយយើងចុចលើរូបខ្មៅដៃហ្នឹងមកអូខេបន្តមកទៀតគឺវាចេញទម្រង់បែបនេះគឺយើងចុចបញ្ចូលមកហ្នឹងហើយបន្តមកទៀតគឺវាមានទម្រង់បែបនេះគឺយើងមានចំណងជើងឬក៏បញ្ចូល URL បាទអូខេបន្តមកយើងថយមកវិញមកយើងចង់ copy link Telegram មួយចុះបាទអូខេចុចចូល Telegram មកបន្តមកទៀតគឺយើងនេះ channel Telegram របស់យើងបាទយើងចុចចូល Telegram ហ្នឹងមក channel ហ្នឹងមកបន្តមកទៀតគឺយើងចុចកន្លែងរូប profile ហ្នឹងមកអូខេបន្តមកទៀតគឺយើងចុច copy link ហ្នឹងមកស្កល់លើវាចូលមកវាមានពាក្យ copy link យើងចុចលើវាមកអូខេបន្តមកយើងចុចថយវិញយើងចូលទៅកម្មវិធីនេះវិញមកបន្តមកយើងកន្លែងខាងក្រោមនេះគឺ link របស់យើងបាទចំណែកឯកន្លែងនេះអូខេចំណែកឯកន្លែងនេះគឺយើងដាក់ឈ្មោះមក channel Telegram មកបាទអូខេតមកទៀតគឺយើងពេញរួចហើយគឺយើងចុចរួចរាល់មកអូខេតមកទៀតគឺយើងចុចរក្សាទុកបាទអូខេបានរក្សាទុកការផ្លាស់ប្ដូរហើយបន្តមកយើងចង់ដឹងថាជាប់លេខហ្នឹងគឺមិនជាប់គឺយើងចុចចូលYouTube មក YouTube យើងមកអូខេយើងចុចកន្លែងរូបបាទរូប profile យើងមកបន្តមកយើងចុចកន្លែងវីដេអូរបស់យើងមកវីដេអូរបស់អ្នកមកបន្តមកទៀតគឺយើងនេះបាទចុចកន្លែងនេះបាទយើងចុចច្រើនទៀតណាមានអក្សរច្រើនទៀតនេះចុចលើហ្នឹងមកនេះបាទនេះគឺជា link ដំណភ្ជាប់ channel Telegram របស់យើងណាហ្នឹងហើយបន្តមកទៀតយើងចង់ copy link ក្នុង TikTok បាទអូខេឥឡូវយើងចូលទៅ TikTok ម្ដងiPhone 11តម្លៃប្រហែលតោះមកយើងចុចកន្លែងប្រវត្តិរូបរបស់យើងមកចេញតម្រង់បែបនេះយើងចុចកន្លែង share មកអូខេតោះមកទៀតគឺយើងចុចចម្លងដំណហ្នឹងមកអូខេយើងស្គាល់ជាប់ទៅតោះមកយើង
ចុចទៅនេះវិញគេយើងចូលកន្លែងរូបខ្មៅដៃនឹងទៀតមកតទៅទៀតគឺយើងចុចបញ្ចូលមកខាងក្រោមនេះណាអូខេតទៅទៀតគឺយើងដាក់TikTok បាទ TikTok តមកខាងក្រោមនេះគឺយើងដាក់ link យើងមកអូខេបន្ទាប់មកយើងចុចរួចរាល់មកហើយរក្សាទុកអូខេឥឡូវយើងចង់ដឹងថាជាប់ link link TikTok នឹងឬក៏មិនជាប់យើងចូលទៅYouTube ម្ដងទៀតមកអូខេនេះគឺជា link TikTok របស់យើងបាទឥឡូវយើងចង់ copy link នៅក្នុង Facebook យើងម្ដងបាទអូខេបន្ទាប់មកយើងចូលទៅ Facebook យើងមកអូខេបន្ទាប់មកយើងចុចកន្លែង profile យើង profile Facebook ហ្នឹងមកបន្ទាប់មកទៀតគឺយើងចុចកន្លែងត្រី3នេះមកអូខេកន្លែងនេះគឺជានេះកន្លែងនេះគឺជាដំណរកម្រងព័ត៌មានផ្ទាល់ខ្លួនរបស់យើងណា Facebook ណាអូខេតោះមកយើងស្គាល់ជាប់ទេសុំទោសយើងចុចកន្លែងចម្លងដំណរមកស្គាល់ដល់ជាប់មកអូខេបន្ទាប់មកយើងចូលទៅកម្មវិធី Studio នេះវិញមកយើងចុចកន្លែងខ្មៅដៃម្ដងទៀតបាទអូខេបន្ទាប់មកយើងចុចបញ្ចូលទៀតមកបាទអូខេបន្ទាប់មកយើងដាក់ Facebook បាទបន្ទាប់មកគឺនៅខាងក្រោមនេះ URL នេះយើងដាក់ link Facebook យើងមកហើយបន្ទាប់មកទៀតគឺយើងចុចរួចរាល់បាទអូខេបន្ទាប់មកទៀតគឺយើងចុចរក្សាទុកមកអូខេឥឡូវយើងចូលមក YouTube យើងម្ដងទៀតមកអូខេរងចាំបន្តិចបាទអូខេតមកវាចូលមកដល់កន្លែងនេះគឺយើងចុចច្រើនទៀតហ្នឹងមកកន្លែងនេះបាទកន្លែងចុច profile យើងណាអូខេចុចលើវាមករងចាំបន្តិចអូខេនេះគឺជា link Facebook របស់យើងបាទបន្ទាប់ពីយើងធ្វើរួចរាល់ណាហ្នឹងហើយចំណែកសម្រាប់បងប្អូនដែលមាន channel YouTube មួយទៀតគឺយើងអាច copy link YouTube នោះមកដាក់ក្នុងហ្នឹងក៏បានដែរចង់ដាក់មួយទៀតចឹងណាតោះមកយើងចូលទៅកម្មវិធីនេះវិញម្ដងទៀតមកយើងចង់ដឹងថាមាន channel អ្វីខ្លះចឹងណាហ្នឹងហើយចុចកន្លែងខ្មៅដៃម្ដងទៀតមកអូខេកន្លែងកម្មវិធី Studio នេះគឺមាន channel មាន link channel Telegram ខាងក្រោមទី2នេះគឺ link TikTok ចំណែកខាងក្រោមនេះគឺ link Facebook បាទអូខេសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នេះបាទប្រសិនបើបងប្អូនចូលចិត្តជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបាទសូមអរគុណបាទ